នេះគឺជាឆ្នេរសមុទ្រមួយដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសវៀតណាមបច្ចុប្បន្នក៏ប៉ុន្តែនៅក្នុងសម័យអតីតកាលឆ្នេរសមុទ្រនេះឬក៏តំបន់កន្លែងនេះឬក៏ភាគកណ្ដាលនៃដែនដីវៀតណាមនេះគឺជាអតីតដែនដីចម្ប៉ាឬក៏យើងហៅថាជនជាតិចាមបងប្អូនបាទជាដែនដីរបស់ចម្ប៉ាហើយយើងមើលថ្ងៃទើបទៅរះហើយកោះនោះគឺស្អាតមែនទែនដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនទៅទស្សនានៅទិដ្ឋភាពលើកោះដែលយើងឃើញអំបញ្ញមិញយើងទៅជាមួយគ្នាបាទហើយវីដេអូនេះគឺខ្ញុំបានទៅមួយរយៈមុនមិនទាន់បានផុសចែករំលែកឲ្យបងប្អូនបានឃើញអញ្ចឹងខ្ញុំចែករំលែកឲ្យបងប្អូនបន្តិចទៅព្រោះយើងនឹងស្វែងយល់ជាមួយគ្នាបាទទៅទស្សនាផងក៏ទៅស្វែងយល់ពីអតីតដែនដីចម្ប៉ានៅភាគកណ្ដាលនេះផងប៉ុន្តែបច្ចុប្បន្នគឺស្ថិតនៅក្នុងខេត្តខាញ់ហាវក្រុងញ៉ាត្រាងប្រទេសវៀតណាមទៅហើយថាតើនៅក្នុងការគ្រប់គ្រងឬក៏នៅក្នុងដែលជាដែនដីវៀតណាមបច្ចុប្បន្នថាគេអភិវឌ្ឍអីខ្លះចឹងហើយខ្ញុំទៅលេងនៅដែនដីកោះនៅខាងមុខនោះឯងហើយការធ្វើដំណើរទៅយើងអត់ជិះជាកណូតឧបរឬក៏កប៉ាល់អីទេបាទគឺយើងជិះកន្ត្រកនេះតែម្ដងបងប្អូនបាទជីកន្ត្រកកាត់សមុទ្រតែម្ដងយើងទិញសមុទ្រហើយធ្វើដំណើរតាមកន្ត្រកនេះទៅកាន់ដែនដីកោះនៅខាងមុខដែលយើងបានឃើញអំបញ្ញមិញណាបងប្អូនបាទយើងមើលពីឆ្នេរនៅលើដីគោកមកយើងមើលឃើញកោះហើយយើងចង់ទៅហ្នឹងគឺយើងធ្វើដំណើរតាមរយៈការជិះកន្ត្រកនេះទៅហើយគេមានវិលទៅវិលមករហូតអញ្ចឹងណាបងប្អូនដែលធ្លាប់ធ្វើដំណើរទៅកោះត្រល់ឬក៏ទៅប្រទេសផ្សេងៗដូចជាម៉ាឡេអីយើងឃើញឲ្យមានកន្ត្រកអញ្ចឹងបាទខ្ពស់គួរសមដែរបងប្អូនណាព្រោះកាត់សមុទ្រតែម្ដងបាទបើมันធ្លាប់ជិះអីឬក៏អ្នកដែលมันសូវជាស៊ាំនឹងរយៈកម្ពស់ខ្ពស់អីយើងភើតពោះដែរក៏ប៉ុន្តែអត់អីទេសុវត្ថិភាពទេបងប្អូនដោយសារតែខ្សែកាបគេធំហើយកន្ត្រកនេះក៏មានទំហំធំដែរអង្គុយអាចបាន10 ពី10នាក់អីណាបងប្អូនបាទកៅអីទាំងសងខាងហើយបើមើលទៅជុំវិញ view សមុទ្រស្អាតណាបងប្អូនបាទមើលទៅ view ពីកន្ត្រកដែលយើងជិះនេះទៅកាន់ជុំវិញ360ដឺក្រេហ្នឹងគឺស្អាតមែនទែនដោយសារតែនៅទីក្រុងញ៉ាត្រាងនេះគឺជាទីក្រុងទេសចរដ៏ល្បីល្បាញមួយរបស់វៀតណាមបច្ចុប្បន្នបាទនៅដែនដីកណ្ដាលហ្នឹងហើយជាទីក្រុងមួយដែលយើងឃើញថាការរៀបចំឬការអភិវឌ្ឍគឺជឿនលឿនបាទឃើញថាស្អាតល្អនេះយើងនិយាយតាមជាក់ស្ដែងបងប្អូនព្រោះយើងទៅទស្សនាយើងទៅអាចថាជាមេរៀនមួយជាការរៀនសូត្រជាការមើលស្រុកទេសការអភិវឌ្ឍរបស់គេផងហើយនឹងកលេចមើលទៅសម័យអតីតកាលដែលជាប្រវត្តិសាស្ត្រដែនដីនគរចម្ប៉ាផងដែរព្រោះនៅទីនេះវាមានស្លាកស្នាមបុរាណមួយចំនួនបងប្អូនទី1យើងឃើញមានប្រាសាទបុរាណដែលនៅត្រើយដីគោកខាងមាត់ឆ្នេរខាងនោះអំបញ្ញមិញបងប្អូនដែលយើងទៅតែឡើងមកហ្នឹងហើយក្រៅពីប្រាសាទបុរាណក៏មាននៅសិលាចារឹកហើយក្នុងប្រវត្តិសាស្ត្រខ្មែរឬក៏ក្នុងឯកសារផ្សេងក៏បានបង្ហាញដែរឯកសារដែលបង្ហាញពីសិលាចារឹកដំបូងគេនោះគឺនៅក្នុងខេត្តខាញ់ហាវឬក៏ទីក្រុងញ៉ាត្រាងដែនដីកណ្ដាលនេះឯងបាទសិលាចារឹកខ្មែរយើងគេហៅថាសិលាចារឹកពោកាញ់អញ្ចឹងហើយកន្លែងនេះសុទ្ធតែមានស្លាកស្នាមពាក់ព័ន្ធឬក៏មានការតាក់ទងគ្នាច្រើនពីសម័យអតីតកាលតាំងតែពីសម័យនគរភ្នំសម័យចេនឡាសម័យអង្គរសុទ្ធតែមានការតំណែងគ្នាបងប្អូនបាទដោយសារតែដែនដីនេះជាដែនដីសមុទ្រហើយជាប់នឹងដែនដីព្រៃនគររបស់យើងពេលចុះទៅភាគខាងត្បូងគឺដែនដីព្រៃនគរដែលជាអតីតដែនដីកម្ពុជាយើងដែរតោះឥឡូវយើងងាកមកមើលទិដ្ឋភាពផ្សេងបន្តទៅទៀតព្រោះនេះគឺជិះមកសន្ទុះដែរបងប្អូនណាដូចជា5-10នាទីអីដែរតម្រាំទៅដល់បាទជិះរៀងយូរដែរឬក៏លើសហ្នឹងទៀតបងប្អូនបាទតម្រាំទៅចូលទៅដល់ដែនដីកោះហ្នឹងឆ្ងាយដែរប៉ុន្តែបើយើងមើលភ្នែកដូចឃើញចិត្តទេតែបើយើងជិះកន្ត្រកនេះបាទច្រើនដែរបាទជិះមកសន្ទុះដែរតម្រាំតែយើងទៅដល់ហើយបើយើងមើលពីលើកន្ត្រកហ្នឹងបាទព័ទ្ធជុំវិញទាំងទៅកាន់តំបន់កោះនិងតំបន់ដីគោកដែលយើងឆ្លងកាត់មកទេសភាពស្អាតមែនហើយការអភិវឌ្ឍនិងរៀបចំនេះពិតជាតាក់ទាញទេសចររបស់គេមែនអានេះគឺយើងជាក់ស្ដែងយើងឃើញមានទេសចរមកលេងច្រើនមានភាគច្រើនជាទេសចរចិននិងទេសចរនៅប៉ែកអឺរ៉ុបតែម្ដងហើយ
ក្រុមហ៊ុននេះបងប្អូនឃើញគេ Win Pearl នៅលើកោះហ្នឹងហើយជាក្រុមហ៊ុន Win Group ដែលអភិវឌ្ឍមែនថាវិនិយោគអភិវឌ្ឍរាប់ពាន់លាននៅលើហ្នឹងគេអភិវឌ្ឍស្តៀងនឹងកោះត្រល់ដែរបងប្អូនដែលស្គាល់កោះត្រល់ឬក៏ធ្លាប់ទៅលេងកោះត្រល់ប្រកាសជាបានដឹងហើយអញ្ចឹងគឺបើតាមខ្ញុំដឹងជាក្រុមហ៊ុន Win Group នេះក៏ជាក្រុមហ៊ុនដែលទៅបោះទុនវិនិយោគនៅលើកោះត្រល់ដែរបាទហើយឥឡូវនេះយើងមកទស្សនានៅលើទស្សនវិជ្ជាផ្សេងការរៀបចំឬក៏ការអភិវឌ្ឍតែកោះគេដើម្បីជាការតាក់ទាញភ្ញៀវទេសចរបាទគេរៀបចំបានល្អបានស្អាតហើយការធ្វើដំណើរសន្តិសុខអីផ្សេងហ្នឹងគេរៀបចំបានល្អណាស់អញ្ចឹងហើយភ្ញៀវទេសចរដែលមកទស្សនាដូចថាមានអារម្មណ៍មួយសប្បាយហើយមានអារម្មណ៍ថាកក់ក្ដៅដល់ពេលកក់ក្ដៅយ៉ាងម៉េចបងប្អូនកក់ក្ដៅគឺសុវត្ថិភាពកាលណាមានសុវត្ថិភាពភ្ញៀវទេសចរទៅទីកន្លែងណាក៏មានអារម្មណ៍សប្បាយរីករាយហើយការចាយវាយការលំហូរនៃការចាយលុយរបស់ពួកគេគឺថាហូរធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់ហ្នឹងដើរតែម្ដងហើយទេសចរមកគឺគាត់ចំណាយគេថាគាត់ចាយវាយសពបែបយ៉ាងតែម្ដងហ្នឹងហើយបងប្អូនឥឡូវយើងមកដល់ហើយបាទមកដល់កន្លែងចុះហើយនេះយើងចុះពីកត្រកមកដល់ស្ថានីយ៍គេណាបាទមកដល់ចំណតកន្លែងចុះចឹងទៅគេវិលទៅវិញមកចុះមកក្រោមនេះបងប្អូនចេញពីកន្លែងដែលយើងចុះមកចុះចន្តាគេមកខាងក្នុងនេះគឺគេកសាងជាសំណង់អគារមានផ្សារមានកន្លែងញ៉ាំមានកន្លែងកំសាន្តមានកន្លែងរស់នៅរបៀបជាខុនដូជាផ្សារជាអីចឹងបងប្អូនបាទហើយនៅពេលដែលខ្ញុំមកនេះដោយសារតែពេលរសៀលអញ្ចឹងមនុស្សអត់ទាន់មកទេគេសម្រាកគេអីល្ងាចបន្តិចនៅពេលល្ងាចទើបមានមនុស្សច្រើនគេមកគេមានថាលក់ម្ហូបលក់អាហារលក់អីចំណីចំណុកផ្សេងអញ្ចឹងណាអញ្ចឹងហើយពេលនេះមិនសូវជាមានមនុស្សប្រហែលទេហើយភ្ញៀវភាគច្រើនគាត់នៅសម្រាកនៅគេងឡើយតិចទៀតល្ងាចតិចទៀតបងប្អូននឹងឃើញភ្ញៀវទេសចរជាច្រើនហើយនៅខាងចុងវីដេអូបងប្អូននឹងឃើញទស្សនវិជ្ជានៃភ្ញៀវទេសចរកោះកតែម្ដងដែលមកទស្សនាតំបន់នេះយើងឃើញមានការដាក់តាំងនៅរថយន្តស៊េរីចាស់បាទស៊ីក្លូមានម៉ូតូបាទហើយមានកង់មានអីចឹងបងប្អូនបាទប៉ុន្តែសិតតែជាកង់ពីដើមមកទេបាទទស្សវត្ស60 70អីហ្នឹងបាទសិតតែរបស់សម័យមុនមកតែចាប់ដើមមានកង់ចាប់ដើមមានម៉ូតូចាប់ដើមមានឡានមានអីហ្នឹងក៏គេយកមកដាក់តាំងទៅនេះគេហៅឈើកែវគេណាបងប្អូនបាទគេឈើកែវគេនោះហើយខ្ញុំមិនដែលបានជិះដែរបងប្អូនបាទនេះរូបរាងចេះឲ្យធ្លាប់ឃើញពីមុនមកតែក្នុងរឿងចិនរឿងអីបាទហើយនេះក៏ជារថយន្តម៉ូតអីគេទេបងប្អូនបាទខ្ញុំមិនសូវស្គាល់ដែរបាទម៉ូតពីដើមមកណាគេយកមកទៅគេលាបពណ៌លាបអីទៅនេះសិតសេរីពីដើមហើយបាទបន្សល់ទុកមកគេយកមកដាក់តាំងគ្រប់កន្លែងអញ្ចឹងទៅបាទចេញផុតពីកន្លែងនេះទៅក៏ងាកមកមាត់ឆ្នេរនៅលើកោះបាទនេះវាមានជាទីកន្លែង space កន្លែងទលាយសម្រាប់ភ្ញៀវទេសចរក្នុងការដើរកម្សាន្តឬក៏ជិះរថភ្លើងមានក្មេងៗទៅគេមានរថភ្លើងមានអីតែมันខុសគ្នាពីយើងប្រហែលទេប៉ុន្តែគ្រាន់តែថារចនាបថនៃសំណង់អគារផ្សេងកន្លែងនេះគឺថាមានលក្ខណៈខុសគ្នាគេហៅថាបែបអឺរ៉ុបតែម្ដងបងប្អូនបើនិយាយពីឆ្នេរវិញបាទក៏ស្អាតសម្រាប់មួយទឹកមួយអីលេងហ្នឹងគឺស្អាតណាស់ហើយនេះគឺយើងមើលពីលើកោះទៅកាន់ដីគោកមកខាងទៀតវិញបាទភ្ញៀវមកបដាហើយជាភ្ញៀវបរទេសចម្រុះជាតិសាសន៍គ្នាហើយភាគច្រើននៃភ្ញៀវនោះគឺភាគច្រើនរុស្ស៊ីនឹងឯងហើយបងប្អូនសូម្បីតែរចនាបថនៃសំណង់អគារនេះណាដែលបងប្អូនឃើញនៅលើកន្លែងនេះភាគច្រើនបំផុតនៃរចនាបថនេះគឺរចនាបថអឺរ៉ុបបារាំងឬក៏រុស្ស៊ីអីចឹងបងប្អូនបាទមិនឃើញមានរចនាបថបែបគេហៅថាបែបអាស៊ីយើងទេបាទមានដែរប៉ុន្តែមានតិចតួចឬក៏មានសិល្បៈលីឡំគ្នាចឹងបងប្អូនបាទហើយនៅពេលដែលខ្ញុំដើរមកមាត់ឆ្នេរនេះនៅអត់អាចចុះទៅដល់ឆ្នេរបានទេបាទគេថាពេលម៉ោងហ្នឹងគេអត់ទាន់បើកឲ្យចុះទៅលេងនៅឆ្នេរទេអញ្ចឹងគឺថតបង្ហាញពីខាងលើទៅបាទពីចម្ងាយទៅហើយយើងមើលឃើញនោះខាងទៀតនៃដីគោកគឺនៅទីក្រុងញ៉ាត្រាំងនឹងឯងហើយបងប្អូនបានដឹងហើយថា
ទីក្រុងនេះជាទីក្រុងទេសចរដ៏ល្បីល្បាញរបស់វៀតណាមនៅភាគកណ្ដាលហ្នឹងឯងហើយមើលពីនេះទៅឃើញស្អាតមើលទៅវាបូកជាមួយនឹងភ្នំនឹងអីទៀតមើលទៅគួរឲ្យតាក់ទាញមែនទែនដើរឡើងមកហត់បងប្អូនអើយបាទដោយសារតែកោះនេះធំបាទកោះនេះធំហើយគេអភិវឌ្ឍរៀបចំទៅយើងដើរទេសនាដើរមិនសពទេណាបងប្អូនបាទសូម្បីតែខ្ញុំផ្ទាល់ទៅឡើងទៅទេសនាឡើងទៅដើរលេងលើហ្នឹងគឺថាដើរអត់សពអស់ទេមានច្រើនកន្លែងទៀតនេះដើរនេះត្រឹមតែអាចថា 40% ទេនៅ 60% ទៀតដែលអត់ទាន់បានទេសនាទេដោយសារដើរមួយថ្ងៃបងប្អូននិយាយទៅតាំងពីថ្ងៃត្រង់មកពេលនិយាយទៅមកល្ងាចមកសៀលហ្នឹងគឺដើរអត់អស់ទេឥឡូវនាំបងប្អូនទៅលើបន្តិចបាទគេហៅទៅជិះរថភ្លើងគេនេះគេមើលតាមព្រៃហ្នឹងបងប្អូនមនុស្សបងប្អូនឃើញនេះបាទភ្ញៀវណែនតំងជួគ្នានោះទំមទៅដល់ឡើងចាំឡើងឆ្អែតបងប្អូនណាទំមទៅដល់នេះជិះនេះបងប្អូននេះរបៀបជារថភ្លើងបាទនេះជិះឡើងទៅដូចយើងបើនៅបាត់ដំបងយើងគេហៅឡូរីណាបងប្អូនបាទនេះទាញដល់ខ្សែកាបបាទឡើងជិះឡើងទៅលើភ្នំហើយបានចុះមកក្រោមវិញប៉ុន្តែកន្លែងខ្លះគេអត់ឲ្យយើងកាន់ទូរស័ព្ទទេដោយសារតែការពារសុវត្ថិភាពយើងគេនោះយើងឡើងតែថតឬក៏កាន់អីទៅអាចមានគ្រោះថ្នាក់អីអញ្ចឹងគេអត់អនុញ្ញាតឲ្យយើងថតឬក៏លេងទូរស័ព្ទទេជាពិសេសគឺការលេងទូរស័ព្ទនៅក្នុងហ្នឹងគឺគេអត់ឲ្យអញ្ចឹងណាបាទយ៉ាងពេលខ្លះខ្ញុំថតបានតិចតួចទេបងប្អូនបានឃើញដែរអញ្ចឹងថាការរៀបចំការអភិវឌ្ឍរបស់គេគឺគេមានកំណត់ច្នៃប្រឌិតបន្ថែមបើយើងនិយាយពីកោះនេះបើថាទុកជាធម្មជាតិវាដូចគ្មានអីដែលយើងអាចថាគួរឲ្យសប្បាយប្រហែលនេះគាត់ថាវាមានព្រៃធម្មជាតិចឹងទៅប៉ុន្តែនៅពេលដែលគេវិនិយោគគេរៀបចំគឺគេកែច្នៃហើយលេងខ្ញុំចុះមកវិញបងប្អូនភ្ញៀវនៅតាណែនដដែលនេះខ្ញុំចុះមកវិញហើយទស្សនវិជ្ជានៃការចុះមកវិញអធិស្ឋានបងប្អូនណាអត់បានថតទេព្រោះគេអត់ឲ្យប្រើទូរស័ព្ទហើយណាមួយទៀតពេលចុះមកវិញបងប្អូនអូលួនស្លេវអញ្ចឹងហើយมันអាចកាន់ទូរស័ព្ទថតបានអធិស្ឋានហើយគេមានមួយតំណាក់គេដើម្បីតាក់ទាញចិត្តភ្ញៀវទេសចរបងប្អូនចុះតែពីកន្លែងជិះរបៀបជាឡូរីរបស់គេហ្នឹងនៅលើភ្នំមិញហ្នឹងក្នុងព្រៃក្នុងអីហ្នឹងហើយចុះមកដល់ក្រោមពឹបគឺគេមានកន្លែងលំហែអារម្មណ៍ភ្ញៀវទេសចរដែរថាហត់នឿយឬ20បុកពោះនឹងជិះឡូរីរបស់គេមិញហ្នឹងបាទផុតពីជិះអានោះមកចុះមកគេមាន show បង្ហាញយើងនេះអញ្ចឹងបងប្អូនទេសនាជាមួយខ្ញុំបន្តិចទៅខ្ញុំប្រាប់បងប្អូនខ្លះរៀបរាប់ខ្លះឲ្យបងប្អូនទេសនាបដាទៅក៏រីករាយប្លែកអារម្មណ៍ដែរពីព្រោះវីដេអូកន្លងមកយើងតែងតែសិក្សាពីបុរាណស្ថានពីកន្លែងព្រៃភ្នំពីកន្លែងគេហៅថារបស់បុរាណអញ្ចឹងណាតំបន់ប្រវត្តិសាស្ត្រប៉ុន្តែមកដល់កន្លែងនេះវាជាដែនដីប្រវត្តិសាស្ត្រជាប់តាក់ទងនឹងខ្មែរយើងផងចម្ប៉ាផងហើយនឹងវៀតណាមផងអញ្ចឹងយើងមកបង្ហាញពីការអភិវឌ្ឍរបស់គេមួយហើយភាពច្នៃប្រឌិតគេអភិវឌ្ឍហើយគេមានគំនិតច្នៃប្រឌិតរៀបចំជាកន្លែងមួយដើម្បីទាញទេសចរទាញចំណូលទាញលុយទៅកាន់គេបាទទាញលុយទៅកាន់ប្រទេសគេស្រុកគេបងប្អូនបាទអញ្ចឹងដូចជាកន្លែងនេះអញ្ចឹងចុះមកដល់ពឹបគឺមាន show បង្ហាញហើយឃើញទេបងប្អូននេះនារីដែលខ្ញុំមើលទៅនេះគឺពួកគាត់ជានារីជនជាតិវៀតណាមអញ្ចឹងយើងអាចសម្គាល់ថាគាត់ទៀបទេអត់សូវខ្ពស់ទេបងប្អូនណាវៀតណាមសស្អាតយើងអាចនិយាយថាសស្អាតអញ្ចឹងហើយមានល្អិតតែអត់មានជាខ្ពស់1.7 ម៉ែត្រជាងអីទេគឺប្រហែលនឹងយើងដែរដោយសារជាជនជាតិអាស៊ីអញ្ចឹងណាហើយបងប្អូនសម្គាល់មើលការ show របស់គេមានបង្ហាញការស្លៀកពាក់ផ្សេងគ្នាមានមួយក្រុមស្លៀកផ្សេងមួយក្រុមស្លៀកផ្សេងទៅតាមវប្បធម៌ទៅតាមសិល្បៈនៃចម្រៀងឬក៏ការរាំរបស់គេអញ្ចឹងណាបងប្អូនបាទដូចនារីមួយក្រុមនេះគាត់ស្លៀកបែបដូចជាមេអំបៅឃើញទេបងប្អូនបាទគាត់ស្លៀកបែបជាមេអំបៅឬក៏ជាសត្វអីអញ្ចឹងទៅគាត់មករាំអញ្ចឹងទៅបាទប៉ុន្តែក៏មានក្រុមជនជាតិផ្សេងដែរនេះជាក្រុមជនជាតិវៀតណាមនារីជនជាតិវៀតណាមដែលគាត់រាំសម្ដែងបង្ហាញភ្ញៀវទេសចរឲ្យមើលពីសិល្បៈបាទតន្ត្រីសិល្បៈរាំរបាំរាំកំសាន្តណាបងប្អូនបាទហើយនោះមានអ្នកខ្លះនោះជើងវែងបាទពាក់តជើងវែងហើយមួយក្រុមទៀតដែលចេញមកនេះជាមិនមែនជាជនជាតិវៀតណាមទេបងប្អូនក៏អាចស្គាល់ដែរហើយខ្ញុំពេលខ្លះក៏មិនស្គាល់អស់ដែរតែតាមសម្គាល់និងតាមមើលទៅគឺពួកគាត់ជានារីជនជាតិរុស្ស៊ីបាទភាគច្រើនគឺជាជនជាតិរុស្ស៊ីដែលកំពុងតែរាំនេះ
bà quạt xử lý quạt bẹ rùm chia rùm còn ngáo rùm sạch chẳng máu rồi quạt mà crom bảo quạt cứ ròm bẹp nằng ngày khi nhé xong bây giờ mình nụ pro có quạt màu này nó đỏ dân món bóng bóng á bà thua bảo kê bà bay này bà thua bảo kê rồi có sao là bà bảo kê từ bằng hai người ta ọt bẹ dân nằng ngày chẳng cứ pro kì xử lý dân tới mà crom tới hàng nề ri đấy mà crom dân tới bà hay mà crom tiết liệt bẹp xem tiết tới vận tải chơi chun chết chừng đầu này chun chết Việt Nam chun chết Russia chun chết Europe xem tiết chân tới và màu chỉ nè sầm đầy bộ quạt ai thay chia bộc lực chia ai đầm bay tu này ti chỉ nè sầm đầy bằng hai như tiết cho chân tới với đại nhôm chạp ròm nóng của đôi nhôm bàn riệp rọp âm bánh mình tập bong ổn cứ cái chơi riệp trong show đầm bay tẹt tiền như tiết cho bom bạch hiệp nơi họ để cho việc hàng lừa máu không đầm nạ cả nắng cái chơi hiệp trong ta cái hiệp trong ấy đầm bay xạ xong đằng tiền cho chẳng á gì cùng lịch này và đợt bảo kì chẳng về mà đó mà khơi ca show bài ní thôi mà na từng kỳ từng chương có show mơ rồi có sờ bài đi cái miền play miền đàn tây chẳng đó cái này mà có nick crom ní slip bẹp xe mà có chỉ chuyên chuyện Việt Nam để đi chuyên chuyện Việt Nam có slip bẹp xe như từ miền mà crom khang cối nó liệt bẹ chỉ rụt tuần sai từ kháng này tới chợ đi sạt cả ngao tới này là cứ sạt mềm bao tới này là tới sạt FC tới miền crom xây nên chẳng tới làm bay bằng hai chỉ số đó là nhiều tiền cho rồi bằng vậy vì neri chân chuyện si bằng vốn bằng vậy vì còn tịch buộc ha bằng vốn á mưa nó không video ai đang thắng khơi hiện tôi thò mà đa bàn tay ở đây buộc sang ta buộc chuyện nhom của miền này bong bóng mà mai chặt sao từ lứa bong bóng này đi là ọt khom chặt đấy cứ buộc và để xa tại buộc quạt mà vì đồ xí rồi có bay ở đó bị chả ơn buộc quạt cứ buộc hỏi là mỗi cái này đi này cái nhẹ sầm đáy này ấy bóng cái vô buộc sạch chân màu chân tờ bong bóng và anh ấy chia miền này là quạt bay mai đai này là quạt bay so rồi còn này là tiết bay lương chân tờ anh ấy tại tam chấm rọc chuyện xa chẳng á nè mà ròm mà sô mà bằng hai chân tới còn là mà crom ní cái bằng hai và hai chia mà pay này ti ấy từ cái là màu ấy mà mô mà dương cho mơ mà trụ chặt chân tới ban kỳ plap đồ ròm dưới cái dầm rạ tới ao dương từ tesna cái lại xây tiết nhân từ hai bông bông coi nhé chôn chuyện rồi xí mới khơi sát ấy chân tới nhưng mà nhem đã nhiêu tới hướng ấy nhiêu mình sẽ bài chất bông bàn giấy ấy clay tập khơi xây sát là cái cô mơ đấy một bốn mà mơ mình tích cô mơ đây rồi cái rom play đấy dừng ở đây khơi có dừng cho mơ tới tesna mình tích chân tới nó bông bông mà chân dừng khơi na cái miền tầm nịch này và đất sông bây giờ đương tôi nhắn có cái kịch bị nhiều đài cái nhiều cho màu liếm cái mình cả lại lụa đồ lụa phải chạy lụa ha lụa bò nhám làm bầy đã còn là cho mà đó có liếm dương ai tình tập tình ấy hộp chẳng cứ cái miền là về tầm nạ ca và tốt cái miền play cái áo dương từ tesana miền xa lụa từng mấy như có cái miền cả lại tăng bằng hai là bò rồi mình những miền con miền chữ kêu miền ấy chữ cao kêu mình nâng mà là bò chẳng ở dương tesana hồi tọt máu miền cả lại ở dương là hơn từ lưa chi là việc lori đôi dương chân mảnh cho bị lori đang máu cái miền sầu bằng hai dương chọc bị sầu nâng tới dương ai từ tesana lại xem thì cứ cái miền tầm nạ ca nằm bầy tiện tiền aram bỏ dương ở dương sờ bài đi bữa tha chai lôi với người ta chai ở bị cái bao mong bong bồn bà mà đó này người ta chọn là chai lôi đem nó ra sờ bài đi chẳng hay như thế cho nó luôn đi rọp mờn nè bong bóng thì bộ cái miền cái lại nặng nơi cái miền tè rù nơi tè trâu này vọt cái bong cái miền tràn phần này nè cái nhé nè cái là cái một chi này cả trọ vân này ô mà đó bộ quạt sờ chi ha mà du tới buộc tới lươn tới ô hình nhom mặt hiền này bong bóng và chi chân mẹ rồng ta sẽ hai ta cái hai tiếng sớt món dương khai cầm pu bong bóng này ban đài chia sẻ đại bông ôn miền đàn tây miền play ấy ở bàn bạc xâm lệ chỉ tập play đàn tây đấy là sao tại cái chạm chum riêng chạm play chạy tới việc chụp copy lại nhưng ở anh post video bàn chẳng có chia sẻ bông ôn đài về khác bông ôn mơ tới việc mình miền lưu xâm lệ ấy bàn thải mình chẳng nó bông ôn và chia sẻ
bà chênh phót bên đi tới cứ nó bong bóng từ mưa khăn lửa này cái đá đó mà nhé chênh vì cái lại mưa sâu máu cứ mò chỉ luôn ai mà đòn bà mò cái lại chỉ nụ chúng ta cái miền trái nó bong bóng họ chỉ bây giờ miền ác sai rốt này bong bóng nó bọc pu chỉ bây giờ phun mò này bong bóng và miền ri miền còn kla nó còn chỉ ác sai cả và chỉ bong bóng nó luôn nè bà luôn là họ bị lừa có pu phun máu nó phun con nó cô ta nó tụt cào như thế này không mà còn hiên chi bong bóng nó luôn nè họ chào màu vu màu mong họ nhom còn nó khơi còn nó gò thả bọcปูแต่บองโอ้หน่อยปันไดธรรมดาพี่ที่เชี่ยวก่อนมีเพียบคลาหานก่อนสบายจังก่อนจีใส่รถใส่เองจังโอสบายบอกก่อนเรายังมาเทศนาตุตเพียบมาไงเรียบเล็กบาดบองโป้น่ะเราในเลือก่อนนั้นมากันไล่ทอดกันไล่ดาวมันควาเต้ให้ยังไงมือไงเล็กบานแต่เพียงจังที่บองโป้ทอดไปจราไงยังให้พิวจรานะพิวจุ่มรอจิตสะแต่ไม่ต้องบางคนนู้นเรียบจอมมันล้อนะว่าในบางคนเคยยังเนี่ยพิวเทสจอด่าคือต่างวงมีจราจึงนั่งเดียวบางคนไอ้นี่ยังมือปีเลือกอดแต่ก็เพลือลางแต่ก็แรงก็ตรอแยะทมในเลือกอดนั้นไอ้ยังมือtừ đây cột với nháบางคนเนาะvàมือtừ mặt hàngในđây cột từ can tì krong đó tẹt mò thom đó cứ sơ tay chỉ ô ta gì ấy chẳng á và tì krong nhà tràng năng bóng bồn và hay năng hay đây chia đầm bắn rồi có cái này tây tạ đi tây bỏ nó có cha mà chia tây tạ đi tây mùi đi tây miền pi bay cái này nhá bóng bồn nó còn vọt sạc bỏ chấm phá nè hay chẳng nơi nhà tràng đấy còn miền sạt bồ ran này tại dừng lại mình lừa cọt ní để sao ta phải cho bọn chị máy tầm nửa bạn bị vọt hơi chẳng có miền cà đi trầm chia cái hàng tower một phết tower xa đó một phết bom một phết là cho nó bọt barang rome Russia chẳng á một vốn để sao miền trung trên Russia chỉ cho ra màu thừa cá nghi cái đôi chiều vì này vô lừa cọt mùi này thì phết xa đó bông vốn xa còn là ngày để sao tại bọc về để đa tới chân dương ở anh mơ khơi ngày lịch ban tỷ tại bà sân chia và bọc sla ngày lịch tam thom mà đa phải chỉ sát lăng tới bóng bồn này tết tập hiệp mơ bị cái đà nùng lần này cọt tới khom cái lấy mơ ngày lịch bên đây để sao bà bọc áp ô tới mơ ngày lịch ắt khơi nhiều tết cho chả mà bồn nó chả nèนี่ตามมาเพลย์นะเพลย์ควัดควายเป็นนั่งเตสจอจราเหมือนกันก็ไหลมือไงเล็กจังเป็นหลึงยิ่งพิวหลาเมามือไงเล็กไหลในไอ้บางคนแต่ได้ได้ซาแต่ไงปะโปกไปอับอูเตอร์ได้ซามีนชุกมีนไอพองจังยืงบานมือติดติดไงเล็กเจแต่ก็ไหลนี่คือก็ไหลล้างมาดาวมือไงเล็กจะบางคนสะอาดอ่ะឡើងហូមតិចមកបងប្អូនណាមានសួនសត្វគេមួយបាទអញ្ចឹងយើងមកទស្សនាសួនសត្វម្ដងបាទមើលរបស់ទំនើបរបស់អីផ្សេងកំសាន្តលេងហើយអស់ហើយមានកន្លែងសួនសត្វទៀតបាទគេដាក់ឲ្យយើងចម្រុះហ្មងមានសឹងតែគ្រប់មុខគ្រប់ម៉ាកហើយមកដល់ឃើញសត្វនេះបងប្អូនខ្ញុំអត់ស្គាល់ដែរអធិស្ឋានហើយឈ្មោះហ្នឹងគេទៅសេជាវៀតណាមហើយនឹងអង់គ្លេសបកប្រែជាខ្មែរហ្នឹងមិនដឹងថាសត្វអីប្រកបដែរខ្ញុំអត់សូវស្គាល់ជាស្រ័យបងប្អូនស្គាល់ប្រភេទសត្វនេះបងប្អូនប្រាប់ផងប៉ុន្តែខ្ញុំមិនដែលឃើញទេដូចជាលើកទី1ហើយទី1គឺវាពណ៌វាដូចជាពណ៌ក្រហមឬរបៀបអញ្ចឹងបាទពណ៌ផ្កាឈូកពណ៌អីអញ្ចឹងនេះបាទឃើញអញ្ចឹងស្អាតម្យ៉ាងឃើញសត្វដល់ពេលពណ៌យើងធ្លាប់តែឃើញសឃើញខ្មៅអីអញ្ចឹងណាបាទដល់ពេលពណ៌នេះគឺថាមើលឡើងក្រហមបាទក្រហមមើលផ្លែតខ្ញុំស្មានថារូបគេដាក់តាំងថារូបចម្លាក់អីដែលគេធ្វើជាសត្វដាក់ក្នុងស្រះទឹកអញ្ចឹងណាប៉ុន្តែដល់ពេលមើលមែនសត្វមែនតែនតាហើយសត្វមែនតែនមិនបានពណ៌អញ្ចឹងពណ៌ស្អាតហើយណាដូចសត្វអីទេបងប្អូនបើបានដឹងឈ្មោះស្គាល់ឈ្មោះអីជួយប្រាប់ផងណាបងប្អូនបាទអរគុណទុកមុនយើងមើលពីចម្ងាយទៅវាមានសុភ័ណភាពគេចេះជ្រើសរើសសត្វផ្សេងស្អាតមកភ្ញៀវដែលចូលចិត្តស្រឡាញ់សត្វចង់មើលសត្វគឺមានកន្លែង
សួនសត្វឲ្យមើលអញ្ចឹងបងប្អូនបាទហើយមានប្រភេទស្វាមានល្មាសមានតោមានអាសត្វស្អីផ្សេងនោះមកគេដាក់ឲ្យវារស់នៅក្នុងសួនសត្វគេហ្នឹងបាទស្អាតដែរបាទស្អាតសត្វទាំងអស់ហ្នឹងសត្វមួយចំនួនខ្ញុំមិនដែលឃើញផ្ទាល់ទេឥឡូវនេះបានមកឃើញផ្ទាល់ប្រភេទសត្វទាំងអស់ហ្នឹងណាបងប្អូនហើយនៅលើកោះបងប្អូនកោះហ្នឹងគឺធំណាស់បាទកោះនេះគឺដីរាប់10គីឡូដីបាទធំណាស់វាជាប្រភេទភ្នំចឹងហើយបានជាគេអភិវឌ្ឍកន្លែងនេះរៀបចំទៅតាក់ទាញទេសចរមកហើយក៏មានសួនសត្វនេះអញ្ចឹងយើងមកទស្សនាកន្លែងសួនសត្វបន្តិចចាំផុតពីសួនសត្វនេះហើយចាំយើងចុះទៅក្រោមវិញបាទទៅកន្លែងវាមានសូហើយយើងនឹងឃើញមនុស្សម្នាច្រើនម្ដងបាទដូរអារម្មណ៍បងប្អូននេះអានេះសត្វអីគេទេបងប្អូននេះបាទវាចេញមកលេងបលែងយើងអញ្ចឹងទៅហើយសត្វមួយចំនួនក៏យើងស្គាល់ហើយសត្វខ្លះទៀតប្លែកដែលយើងអត់ដែលស្គាល់ទេហើយនេះក៏ជាប្រភេទស្វាប៉ុន្តែមិនមែនស្វាយើងដែលយើងឃើញនៅស្រុកយើងនឹងទេបាទអាស្វានេះអាស្វាប្រភេទនេះទៀតចំមុះវែងបងប្អូននេះបាទស្វានេះកាចស្វានេះបងប្អូនអាចធ្លាប់មើលឯកសារសត្វធ្លាប់មើលអីអាចស្គាល់ប្រភេទស្វាហ្នឹងបាទស្វានេះតាធំវាតោម៉មអីហ៊ានខាំវាបងប្អូនបាទហ្នឹងប្រភេទស្វាមកប្រភេទទៀតបាទហើយផុតពីស្វាទៅល្មាសសត្វល្មាសហើយសត្វល្មាសនេះមិនដែលបានឃើញផ្ទាល់ទេក៏ពិតពីដើមឡើយស្រុកយើងមានសត្វល្មាសហើយក៏នៅតំបន់រាជធានីអង្គរយើងក៏មានក្រោលរមាសពីសម័យបុរាណមកបន្សល់ទុកដែរបាទអញ្ចឹងសត្វល្មាសនៅអាស៊ីយើងក៏មានដែរណាបងប្អូនហើយចេញពីល្មាសមកមើលវងតោនេះបងប្អូនអូយកាលមុនធ្លាប់ឃើញខ្លានៅភ្នំតាម៉ៅយើងបាទនៅខាងតាកែវភ្នំតាម៉ៅយើងឃើញខ្លាអត់ដែលបានឃើញតោទេបាទឥឡូវនេះគឺមកឃើញតោហើយបាទសំឡេងវាគឺថាគូឲ្យខ្លាចបងប្អូនបាទចេញផុតពីកន្លែងសួនសត្វមកក៏ចុះមកក្រោមវិញបាទចុះមកក្រោមវិញអានេះគឺមើលទៅកត្រកទិដ្ឋភាពកត្រកបាទដោយសារល្ងាចហើយពេលខ្លះអត់រូបភាពអត់ច្បាស់ទេจึងចុះតាមចដាមានចដាដោយជើងហើយចដាជាចដាយន្តទៀតបាទវាមាន2អញ្ចឹងណាវាមានសម្រាប់ភ្ញៀវទេសចរគឺអ្នកណាហត់ចុះចដាទៅអ្នកណាចង់ដើរចដាក៏ដើរទៅគេមានជំរឿសរបស់គេហើយឡើងលើកោះធម្មតាខ្ពស់ដែរដើរលេងឡើងមកហត់ហើយបងប្អូនតាំងតែពីម៉ោងបាយហើយមករហូតមកគឺថាដើរមើលមិនសពកន្លែងផងហើយកត្រកនេះគឺកត្រកយៈយើងដូចនៅសៀមរាបយ៉ាងខ្ពស់ណានៅលើហ្នឹងមើលពីម្ខាងមើលពីដីគោកមកកាន់កោះនេះក៏មើលឃើញដែរអញ្ចឹងកន្លែងគេរៀបចំមានសន្តាគារមានកន្លែងកំសាន្តសម្បូរបែបហើយមានជាលក្ខណៈខុនដូមានវីឡាមានអីសម្រាប់អ្នកដែល retired បងប្អូនមានសម្រាប់ទាញភ្ញៀវទេសចរអញ្ចឹងភ្ញៀវទេសចរចម្រុះជាតិសាសន៍មកទាំងរស់នៅកន្លែងហ្នឹងមកទាំងកំសាន្តអីគឺគេមានមួយឈុតឲ្យគេតែម្ដងឥឡូវនេះរៀងល្ងាចហើយបងប្អូនព្រោះថ្ងៃលិចហើយអញ្ចឹងចាប់ដើមល្ងាចហើយចុះមកខាងក្រោមហើយមើលឃើញពីផ្ទះគេនេះដូចថាដូចក្នុងរឿងតកករឿងអីចឹងណាបងប្អូនបាទយើងធ្លាប់មើលរឿងផ្សេងនៅខាងប៉ែកអឺរ៉ុបបាទគឺបង្ហាញពីរចនាបថនៃសំណង់អគារបែបហ្នឹងហើយនៅលើកោះនេះការអភិវឌ្ឍរបស់គេនេះគឺអញ្ចឹងតែម្ដងហើយប្លែកបងប្អូននេះបាទកម្មករដែលគាត់ទុកដាក់សម្រាមណាជីស្គីបងប្អូនណាបើឲ្យដើរងាយណាទីធ្លាធំឆ្ងាយដើរហត់អញ្ចឹងហើយក៏មិនសូវទេជិះម៉ូតូជិះលម៉អីដូចយើងអូសសម្រាមឯអត់ទេគឺថាពាក់ស្គីដូចបងប្អូនឃើញមិញអញ្ចឹងហើយឥឡូវនេះនៅពេលដែលល្ងាចភ្ញៀវចាប់ផ្ដើមមកកោះកយមិនមែនថាយើងមកនេះយើងមកប្រម៉ូតកន្លែងគេមកអីចាសាគេអត់ទេយើងនិយាយតាមភាពជាក់ស្ដែងដើម្បីឲ្យយើងបានស្គាល់ដើម្បីយើងឃើញពីគំនិតច្នៃប្រឌិតនិងការអភិវឌ្ឍរបស់គេហើយមិញយើងមើលពេលថ្ងៃនេះទិដ្ឋភាពពេលយប់បងប្អូនថ្ងៃហាក់ដូចជាស្ងៀមស្ងាត់ព្រោះមនុស្សមិនសូវដើរទេអាចថាវាក្តៅឬក៏គេសម្រាកគេលេងយប់ហត់នៅគេថ្ងៃគេគេងគេអីចឹងណាដល់ពេលយប់ឡើងទើបមានមនុស្សម្នាច្រើនចេញមកដើម្បីដើរកំសាន្តញ៉ាំហូបអាហារជាដើមមើល show មើលអីភ្លេងផ្សេងអញ្ចឹងបងប្អូនបាទហើយនៅពេលដែលគេបើកភ្លើងបើកអីមកអូមើលទៅស្អាតម្យ៉ាងដែរទោះបីថាវាជារចនាបថបែបអឺរ៉ុបក្តីក៏ប៉ុន្តែគួរឲ្យទាក់ទាញដែរ
ហើយណាមួយគោលដៅទេសចរភាគច្រើនក៏តាក់ទាញភ្ញៀវអឺរ៉ុបដែរអាស៊ីយើងមួយចំនួនមួយប៉ែកធំដូចជាចិនជាដើមប៉ុន្តែភ្ញៀវផ្នែកអឺរ៉ុបគឺច្រើនអញ្ចឹងហើយរចនាបថឬក៏សំណង់ដែលគេសាងសង់នេះគឺថាយករចនាបថផ្នែកអឺរ៉ុបមកតាក់ទាញទេសចរដែលអឺរ៉ុបមកវាត្រូវនឹងការសប្បាយរបស់ពួកគេដែរអញ្ចឹងបងប្អូនបាទនេះពេលយប់ឡើងទិដ្ឋភាពអញ្ចឹងហើយភ្ញៀវមកដើរកំសាន្តថតរូបថតអីលេងអញ្ចឹងទៅព្រោះវាជាគេហៅថាសួនកំសាន្តឬក៏កន្លែងកំសាន្តដ៏ធំមួយនៅលើកោះទល់មុខទីក្រុងញ៉ាត្រាងនេះឯងហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំបានបង្ហាញជាច្រើនដែរហើយតាំងតែពីដើមវីដេអូចូលមកហើយអ្វីដែលចង់បង្ហាញជាការសំខាន់នោះគឺថាពីអតីតកាលដែនដីនេះជាដែនដីចម្ប៉ាប៉ុន្តែបច្ចុប្បន្នគឺបានមកការគ្រប់គ្រងរបស់វៀតណាមហើយគឺជាដែនដីវៀតណាមភាគកណ្ដាលហើយគេក៏វិនិយោគឲ្យមានការអភិវឌ្ឍសាងសង់កន្លែងកំសាន្តអញ្ចឹងទៅតាក់ទាញភ្ញៀវទេសចរហើយភ្ញៀវច្រើនណាស់រៀងរាល់ថ្ងៃគឺថារាប់ពាន់អ្នកតែម្ដងបងប្អូនណែតតែម្ដងហើយនិយាយទៅគ្រាន់តែចូលមកនេះខ្ញុំក៏ទិញសមុទ្រទិញអីក៏ច្រើនដែរបងប្អូនបាទទិញសមុទ្រទិញអីចឹងទៅហើយខ្ញុំបង្ហាញប៉ុណ្ណេះទេខ្ញុំក៏ត្រឡប់ទៅវិញដែរព្រោះទៅគេនៅឯក្រុងវិញក៏ឡើងជិះកត្រកឆ្លងសមុទ្រទៅវិញប៉ុន្តែនៅពេលយប់มันបានថតបង្ហាញច្រើននេះណាមួយយប់มันអាចថតមើលឃើញទិដ្ឋភាពដូចពេលមកទេហ្នឹងហើយអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមដល់ចប់ហើយក៏ការរៀបរាប់សង្ខេបខ្លីៗប៉ុណ្ណេះទេខ្វះចន្លោះកន្លែងណាអីក៏សូមអធិស្ឋានដែរនេះគ្រាន់តែជាការបង្ហាញឲ្យឃើញពីការអភិវឌ្ឍនៅក្នុងសម័យទំនើបដើម្បីតាក់ទាញភ្ញៀវទេសចរហើយនេះគឺជិះចេញទៅវិញណាបងប្អូនណាបាទនេះនៅពេលយប់ទិដ្ឋភាពពេលយប់វាជិះចេញទៅវិញអញ្ចឹងគឺស្អាតណាស់នៅពេលដែលយើងមើលនៅពេលយប់ទិដ្ឋភាពស្អាតមួយយ៉ាងទៅពេលថ្ងៃស្អាតមួយយ៉ាងទៅអញ្ចឹងតាក់ទាញភ្ញៀវទេសចរល្អមែនទែនហើយការរៀបចំអភិវឌ្ឍបែបនេះហ្នឹងហើយបងប្អូនខ្ញុំមានប៉ុណ្្នឹងទេជូនបងប្អូនទាំងគ្នាទស្សនាហើយក៏អរគុណដែលបានទស្សនាតាំងពីដើមដល់ចប់ជូនពរបងប្អូនសុខភាពល្អកម្លាំងមាំមួនយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតដែរ